មេរៀនទី1សាលាកុមារមេត្រីអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរសាលារៀនខ្ញុំជាសាលាកុមារមេត្រីសាលារៀននេះសង់លើទីទួលមានបរិវេណធំទូលាយនិងរបងព័ទ្ធជុំវិញក្នុងសាលារៀនក្នុងបរិវេណសាលារៀនមានអគារ3ខ្នង18បន្ទប់នៅក្នុងទីធ្លាមានដងទង់ជាតិសួនច្បារសួនកុមារទីលានកីឡានិងដើមឈើធំនៅខាងក្រោយអគារមានសួនជីវៈចម្រុះនិងបង្គន់អនាម័យសម្រាប់សិស្សប្រុសស្រីផ្សេងពីគ្នាក្នុងបន្ទប់នីមួយមានតុកៅអីក្តារខៀនតាមជញ្ជាំងមានរូបភាពពាក្យស្លោកនិងមានតាំងស្នាដៃសិស្សលក្ខសាលារៀនខ្ញុំស្អាតគ្មានសំរាមនិងមានពណ៌បៃតងស្រស់បំព្រងជានិច្ចសិស្សទាំងអស់ពេញចិត្តនឹងការសិក្សានៅក្នុងសាលារៀននេះណាស់នៅចុងឆ្នាំពួកគេបានឡើងថ្នាក់ទាំងអស់គ្នាហើយគ្មានសិស្សបោះបង់ចោលការសិក្សាឡើយ